សួស្តីទាំងអស់គ្នាថ្ងៃហ្នឹងគឺយើងនឹងមកធ្វើការតាក់ទងជាមួយនឹង PHP ដែលយើងថ្ងៃហ្នឹងគឺយើងនឹងមក delete edit ហើយ insert data ក៏ដូចជា list នៅ retrieve data របស់យើង from database ដែលយើងប្រើភាសា PHP ហើយយើងធ្វើនៅក្នុង database របស់យើងហ្នឹងគឺ database ឈ្មោះ EMPSU14 អញ្ចឹងគឺពួកយើងបាន create procedure មួយចំនួនដើម្បីhow ក៏ដូចជា get នៅ employee ផងដែរហើយនៅក្នុងហ្នឹងមាន get មាន insert មាន update ហ្នឹងហើយអាចមើលនេះបាននេះគឺជា pro insert mp អូខេហើយនេះមួយទៀតគឺជា create procedure ដែរគឺ update អូខេនេះគឺ delete អូខេអញ្ចឹងនេះគឺជា database របស់យើងហើយយើងនឹងចូលទៅមើលដល់កន្លែងនេះគឺជា form របស់យើងដែលយើងធ្វើហ្នឹងហើយឥឡូវយើងទៅមើល code សិន connection នេះរបស់យើងគឺអានេះគឺខ្ញុំ connect ដល់យើងដាក់នៅ host name ហើយយើង connection យើងគឺ connection តាម host name username password port អីចឹងទៅអញ្ចឹងមួយទៀតហ្នឹងតើតើជាមួយនឹង delete data php អានេះគឺយើងបង្កើតindex delete data ហ្នឹងគឺដើម្បី delete ក៏ដូចជា delete នៅ employee អីចេញចឹងទៅដែល field របស់យើងហ្នឹងគឺយើង delete តាម employee id យើងដែលប្រើ method post ហើយនេះគឺជា query របស់យើង so ទេហើយបើសិនជា delete បាន employee delete successfully បើសិនជាអត់បានទេអូខេយើងបោះសារមួយថា unable to delete ហើយយើងបិទ connection របស់យើងមកអូខេមួយទៀតគឺជា edit.php edit data កន្លែងហ្នឹងគឺយើងដើម្បី edit ឬក៏ modify data របស់យើងដែលយើងបញ្ចូលទៅអញ្ចឹងយើងមាន employee id first name last name salary ហើយ date អូខេនេះគឺយើងត្រៀមវាហើយវាត្រៀម first name ជាមួយនឹង last name ហើយមួយទៀតនេះគឺនេះ string double string ហើយនឹង in ដោយសារតែយើងតាំងវា name salary ហើយ date និង employee id បើសិនជាវា update successfully វានឹងបោះសារនេះមកហើយបើសិនជាអត់ទេគឺវានឹងបោះសារនេះមកហើយយើងបិទ connection របស់យើងនេះគឺជា index form ដំបូងរបស់យើងដែលយើងប្រើជាមួយនឹងភាសា HTML ជាមួយនឹង Bootstrap នេះគឺជា Bootstrap អ្នកនរមើលបានវាស្តៀង CSS ដែរគាត់ថាយើងសរសេរគឺវាមានប្រភេទវាមាន library ផ្សេងគ្នាអញ្ចឹងទៅហើយមួយទៀតហ្នឹងគឺជា method ដើម្បីបញ្ចូល insert data នេះតែបើសិនជាយើង insert ហើយវានឹងធ្លាក់ចូលទៅក្នុង database របស់យើងក្នុងនេះអញ្ចឹងកន្លែងហ្នឹងគឺយើងបានបង្កើត procedure មួយនេះ call insert emp ដែលយើងអាច access វាចេញពី form របស់យើងដែលប្រើ PHP ហ្នឹងហើយយើងតម្លាក់ចូលទៅក្នុងdatabase របស់យើងបានអូខេនេះគឺជា insert data របស់យើងប្រើ method post ដូចនេះយើងមាន salary យើងមាន employee name ហើយនឹង date ហើយដូចតែដដែលទេគឺយើង insert data successfully ហើយបើសិនជាអត់ទេគឺយើងអាចសរសេរកន្លែងហ្នឹង L មួយទៀតក៏បានដែរអានេះគឺយើងអាច call list data php ដែលប្រើ data table បានហើយនៅចុងចប់គឺ list data.php index មួយនេះគឺយើងប្រើវាដើម្បីទៅចាប់យក employee ទាំងអស់ចេញមកពី database របស់យើងដែលយើងបានបង្កើតហ្នឹងហើយយើងបង្កើត procedure ហ្នឹងគឺក្នុងគោលបំណងហ្នឹងហើយយើងអាចមើលបានអានេះគឺជាយើងគ្រាន់តែជា format special char ទេវាស្តីតែគ្នាទេអានេះគឺជាប៊ូតុងដែលយើងអាចត្រូវយើងត្រូវបង្កើតប៊ូតុងពីរដែលប៊ូតុងហ្នឹងគឺមានប៊ូតុង delete ហើយនិងប៊ូតុង edit ទៀតដែរនេះគឺជាយើងប្រើ Bootstrap ហើយនេះគឺជា click edit bit edit bit អាហ្នឹងបើសិនយើង edit យើងពេលយើង click edit ហ្នឹងទៅយើងអាច edit data នៅក្នុងហ្នឹងបានដោយយើង edit employee id first name last name salary ហើយ date អូខេដូចគ្នាទេហើយនេះ save change ជា function save change ហើយ
nhé method bởi những cái dương thử pha postមួយទៀតគឺតកតងទៅនឹង delete ដូចគ្នាគឺយើងបើ post ដូចគ្នាយើង delete ហ្នឹងគឺយើង delete តាមអីគេគឺយើង delete តាម employee ID អូខេអញ្ចឹងអានេះជា function បើសិនជាវាអូខេវានឹង delete ហើយវា refresh table បើសិនជាអត់ទេគឺវាអ្នក error deleting employee ដូចឥឡូវនេះដែរទេ error saving employee changes មានន័យថាយើងអត់អាច modify employee នឹងបានទេអញ្ចឹងនេះគឺជាកូដខ្លីៗហើយបើសិនជាយើងចង់ចូលទៅមើលហ្មងយើងអាចចូលទៅមើលនៅក្នុងform របស់យើងដែលយើងនៅក្នុង web ដែលយើង run លើ Laragon ហើយអូខេយើងចូលទៅហើយឥឡូវខ្ញុំចូលឈ្មោះហួរ salary គាត់500ហើយ date ថ្ងៃហ្នឹងហើយខ្ញុំ submit ទៅពេលនេះពេលយើង submit ហ្នឹងមានន័យថាយើង insert data ចូលហើយអញ្ចឹងនេះគឺយើងអាចឃើញបាននេះហើយ index របស់យើងគឺគឺខ្ញុំចាប់ជា auto increment អញ្ចឹងឃើញ 0.30 ឈ្មោះហួរខាងណា500 salary ហ្នឹងហើយ date ថ្ងៃនេះថ្ងៃផ្ទាល់ហ្នឹងហ្មងគឺថ្ងៃទី3ថ្ងៃទី3ថ្ងៃទី20អញ្ចឹងយើងចង់មើលកន្លែងហ្នឹងយើងអាច delete តែយើងអាច edit និង delete បានអូខេឥឡូវខ្ញុំចុច edit ណាអញ្ចឹងគឺខ្ញុំអាច edit ទៅលើហួរហើយខ្ញុំដាក់ថា Hala ហើយខ្ញុំ edit បាក់ខែទៅថ្ងៃទី6វិញ6តែយើងឲ្យបន្តមកបើសិនយើងចង់យើងចុច save change មកវានឹង alert សាររបស់យើងមានន័យថា employee ថា updated successfully អញ្ចឹងខ្ញុំអូខេមកអូខេហើយបើខ្ញុំចង់ delete វាមែនតែខ្ញុំអាច delete បានអត់អូខេខ្ញុំគ្រាន់តែចុច delete មក Are you sure you want to delete this ID ពេលឥឡូវខ្ញុំចុច30ចុច delete មកហើយខ្ញុំចុចអូខេមក employee deleted successfully ហើយខ្ញុំចុចអូខេមកអញ្ចឹងវានឹង reload table ហ្នឹងវា reload list table 30ហ្នឹងដែលនៅក្នុងហ្នឹងគឺលេងមាន employee ដែលមានឈ្មោះ Wahua ឬក៏ Wahala ហ្នឹងទៀតហើយអូខេអញ្ចឹងនេះគឺជាការ list ការ insert delete update នៅក្នុងform ដែលយើងប្រើភាសា PHP និងដឹងភ្ជាប់ជាមួយនឹង database MySQL អូខេខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា